បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមានវីដេអូមួយមកចែកជូនបងប្អូនទស្សនាពីការជួសជុលអំភ្លីរបស់អតិថិជនគាត់បានផ្ញើមកខ្ញុំជួសជុលបាទអំភ្លីនេះគឺ Mark PA 250អំភ្លីរបស់ថៃបាទវាប្រហែលជាឆេះត្រង់ស្ទ័រខ្លះហើយមើលទៅឥឡូវនេះជាងអត់ទាន់បានពិនិត្យមើលព្រោះវាមានភ្លើងនៅខាងក្រោមហ្នឹងយើងបើកទៅឃើញភ្លើង error ហើយភ្លើងចេញពណ៌ទឹកក្រូចហ្នឹងបាទអញ្ចឹងជាងកំពុងតែដោះមើលឥឡូវនេះយើងធ្វើការឆែកមើលអូមានសីមាដាច់ទៀតសីមាវាដាច់អាចจะឆេះត្រង់ស្ទ័រខាងនេះហើយខាង520 1943ហ្នឹងឯងតែអត់ទាន់ដឹងថាមួយណាឆេះទេឥឡូវនេះកំពុងតែញាប់ដៃញាប់ជើងហើយជាងកំពុងតែដោះចេញមើលត្រង់ស្ទ័រហ្នឹងហើយពិនិត្យមើលថាវាមានខូចក្របមួយណាបាទយើងធ្វើការដោះចេញហើយបាទដោះចេញដើម្បីត្រួតពិនិត្យវាស់មើលមានកំហុសអីខ្លះក្នុងវីដេអូនេះគឺកាត់ខ្លះបាទកាត់ខ្លះពុកម៉ែបងប្អូនថាបើយើងធ្វើទាំងដុំមិនបានកាត់ទេវាវែងពេកណាពិបាកមើលឥឡូវនេះយើងដោះខាងក្របប្រេរុញមកប្រេរុញសញ្ញាជើង B ក្រប JE 340ហើយនិង JE 350យើងធ្វើការត្រួតពិនិត្យវាមើលវាស់អូម៉ែត្រមើលទៅខ្លាចវាមានមួយណាខូចគឺយើងដូរមួយនោះបាទមានខូចទេគឺយើងដាក់ចូលធម្មតាវិញបាទអញ្ចឹងយើងធ្វើការត្រួតពិនិត្យមើលឆែកវាមើលយើងវាស់មើលជើង B ជើង C ជើង E វាណាវាស់មើលឃើញថាអត់មានបញ្ហាអីទេបាទក្របមើលហ្នឹងហើយយើងវាស់មួយទៀតតែមានបញ្ហាអីអត់បាទអត់មានបញ្ហាឆ្លងទេបាទយើងត្រឡប់អូម៉ែត្រមើលហើយអត់មានឆ្លងទេឥឡូវនេះយើងពិនិត្យមើលរេស្តង់បន្តិចរេស្តង់ក្រែងវាមានក្របមួយណាដាច់ហើយយើងធ្វើការផ្លាស់ប្ដូរវាចេញអត់មានទេបាទខាងណាខាងដែលខ្ញុំវាស់ក្រោយគេហ្នឹងប្រហែលជាអត់មានបញ្ហាអីទេខាងហ្នឹងហើយនេះយើងកំពុងពិនិត្យមើលសារថ្មីបាទអត់មានអីមែនអត់មានបញ្ហាទេបាទឥឡូវនេះយើងវាស់ត្រង់ស្ទ័រមើលម្ដងត្រង់ស្ទ័រអនុភាពណាយើងវាស់មើលឃើញឆ្លងឬមិនឆ្លងបាទយើងត្រឡប់អូម៉ែត្រហើយឃើញថាវាឆ្លងទាំងអស់អញ្ចឹងយើងចោលមួយហើយវាឆ្លងហើយឥឡូវនេះយើងវាស់បន្តទៀតបាទវាស់បន្តទៀតឆ្លងមួយទៀតហើយបាទឆ្លងអស់2គ្រាប់ហើយបាទជាប់គ្នាទាំងអស់ជើងហ្នឹងគឺជាប់គ្នាទាំងអស់បាទឆ្លងមួយទៀតហើយអស់3គ្រាប់ហើយបាទយើងវាស់គ្រាប់ចុងក្រោយហ្នឹងវាមានឆ្លងទេអូខេមួយហ្នឹងគឺអត់មានបញ្ហាអីទេបាទដល់ល្អបាទអំភ្លីនេះគេធ្លាប់ជួសជុលម្ដងដែរបាទគេខាងក្របហ្នឹងគឺក្របស៊ីនវាគេអត់បានផ្លាស់ប្ដូរអីទៅណាច្រើនទេគេដាក់ទៅដើមវិញគ្រាន់តែគេកាត់ជើងតគេតជើងណាគេដាក់ប្រហែលជាដាក់ក្របកាប់សាច់ឬក្របមកទឹកបើខាង520នោះគឺគេជួសជុលហើយគេដូរបណ្ដោយគេដូរចេញដាក់520ណាអញ្ចឹងក្របដែលយើងធ្វើការវាស់ក្រោយគេហ្នឹងឃើញថាអត់ទាន់មានខូចទេបាទអស់2គ្រាប់អត់ទាន់មានខូចទេបាទ3គ្រាប់អត់ខូចទៀតមើលគ្រាប់ចុងក្រោយនេះខូចឬមិនខូចយើងចាំមើលបាទអត់បញ្ហាទេបាទអត់បញ្ហាយើងអាចធ្វើការដាក់ចូលវិញបានអញ្
ចឹងខាង JE 340ហើយនឹង JE 350ហ្នឹង transfer ហ្នឹងវាអត់មានបញ្ហាអីទេយើងដាក់ចូលវិញធម្មតាណាយើងខូចមួយណាគឺយើងដូរមួយនោះយើងមិនខូចហើយយើងដូរទេឥឡូវហ្នឹងខូចដូរអត់ខូចគឺដាក់ចូលវិញធម្មតាក្នុងការជួលយើងគឺត្រួតពិនិត្យវាសពកំហូចវាទាំងអស់អត់មានបញ្ហាអីទេគឺយើងដាក់ចូលវិញធម្មតាហ្នឹងកន្លែងហ្នឹងសេម៉ាដែលដាច់សេម៉ាហ្នឹងហើយថាវាកប់គ្រាប់ភ្លើងជើងភ្លើងវាចូលគ្រាប់ណាដល់ពេលវាកប់ពេទៅវាអាចធ្វើឲ្យដាច់សេម៉ា Fuship វាដាច់ទេវាដាច់សេម៉ាវិញ Fuship វាខ្លាំងដែរវារឹងដែរហើយជាគេដាក់អំពីធំហើយអត់ងាយដាច់បាទជាងកំពុងញាប់ដៃញាប់ជើងហ្នឹងបាទកំពុងញាប់ដៃញាប់ជើងអាចធ្វើឲ្យហើយប្រញាប់ឆ្លៀតធ្វើទាំងយប់ឲ្យអតិថិជនទៀតចឹងយើងធ្វើការវាស់ភ្លើងវាវាស់តាមជើងមួយទៅពេលដែលយើងដកគ្រាប់ចេញហើយយើងវាស់មើលឃើញថាវាភ្លើងចេញមកស្មើធម្មតាគឺយើងអាចដាក់គ្រាប់ចូលវិញបានគ្រាប់ដែលអត់ទាន់ខូចយើងគោះសញ្ញាមើលដែរបាទវាអត់មានបញ្ហាអីទេបាទចឹងអេមហើយអំភ្លីនេះគឺខូចតែ transfer ទេខូច transfer វាខាង5200ហ្នឹងអស់2គ្រាប់ហើយនឹង1943អស់មួយគ្រាប់ចឹងខាងគ្រាប់តូចហ្នឹងគឺយើងដាក់ចូលធម្មតាវិញបានជាយើងដោះទាំងអស់មើលហ្នឹងគឺយើងចង់ឲ្យប្រកាសថាអំភ្លីហ្នឹងវាខូចទាំងអស់មែនអត់ឬក៏យ៉ាងម៉េចគឺយើងត្រូវតែដោះត្រួតពិនិត្យមើលវារកកំហូចវាឲ្យច្បាស់លាស់រួចចាំយើងដាក់ចូលវិញបើអត់មានខូចទេក៏អត់បញ្ហាអីដែរបាទក្នុងវីដេអូនេះគឺខ្ញុំរៀងសាររៀងលឿនបន្តិចហើយបាទព្រោះយើងថតផងយើងជួសជុលផងវាមានការវែងពេកវាមាននាទីវែងពេកទៅបានយើងធ្វើការកាត់ហើយយើងត្រូវលៃតម្រូវលបឿនវាតាមនឹងឯងបើសិនជាយើងកាត់អស់គឺវាបាក់នឹងទស្សនាអញ្ចឹងយើងមានតែយើងធ្វើឲ្យញក់ខ្លះបាទ transfer ហ្នឹងគឺយើងដាក់ចូលវិញបានអស់ហើយបាទយើងនៅតែផ្សារជើងទេបាទបន្ទាប់ពីយើងផ្សារជើងហើយយើងធ្វើការដាក់បញ្ចូលនៅ transfer ថ្មីខាងមួយចំហៀងទៀតបាទកន្លែងហ្នឹងគឺខ្ញុំចង់តេស្តសញ្ញាវាមើលពេលដែលខ្ញុំដាក់ transfer ហើយណាខ្ញុំតេស្តសញ្ញាមើលខ្ញុំយកដៃប៉ះកន្លែងសេម៉ាវាសញ្ញាចូលហ្នឹងវាលូតអញ្ចឹងវាធម្មតាហើយនេះគ្រាប់ដែលយើងធ្វើការផ្លាស់ប្ដូរបាទអស់3គ្រាប់ចាស់ហ្នឹងក៏គ្រាប់ស្អាតដែរគ្រាប់ល្អគ្រាប់ហ្នឹងខ្ញុំដាក់គ្រាប់ល្អឲ្យទៀតដាក់គ្រាប់ល្អឲ្យបាទជាងនេះញាប់ដៃដល់ហើយជាងនេះអំភ្លីនេះអំភ្លីបោះថៃបាទគេប្រើដុំភ្លើងបើខាងគេគេប្រើគេនិយាយថាដុំ2អ៊ុយណា2អ៊ុយ2អក្សរ U ណាវាមានភ្លើង35 វ៉ុលភ្លើងវាសម្រាប់អំភ្លីការ៉ាអូខេធម្មតាបើនិយាយពីកង្ហាមួយហ្នឹងគឺគេធ្លាប់ជួសជុលមុនគេដាក់ថែមគេដាក់កង្ហាហ្នឹងថែមមួយទៀតកង្ហាហ្នឹងខាងក្រោយហ្នឹងខ្លាចបកអត់អស់ក៏មិនដឹងឬយ៉ាងម៉េចគេដាក់ថែមមួយទៀតយើងក៏មិនបានដោះចេញដែរយើងដាក់ដូចគេទៅឲ្យវាជួយតិចដែរកង្ហាច្រើនវាជួយតិចអំភ្លីបានមួយផ្នែកដែរបានមួយកម្រិតដែរណាធ្វើឲ្យអំភ្លីយើងវាមិនងាយមានបញ្ហាហើយស៊ូប្រើប្រាស់បានយូរទៀតបាទអញ្ចឹងយើងផ្សារជើង
xa chươngចូលហើយយើងដាក់ក្របរួចហើយមិញយើងផ្សាជើងវាចូលឲ្យស្អាតចឹងយើងផ្សាជើងរួចហើយយើងកាត់ចេញមកបើសិនជាមានមួយណាវិញចឹងយើងធ្វើការដោសជាមួយនឹងសាំងយើងដាក់សាំងកោបដោសជូតចេញឲ្យវាជ្រះក្អែលជ្រះអីឲ្យស្អាតបាទយើងជូតរួចហើយបាទឥឡូវនេះយើងចាប់តាមធ្វើការផ្សាខ្សែម៉ាស់តួយើងផ្សាបញ្ចូលសិនមកខ្សែម៉ាស់តួហើយនឹងខ្សែសំឡេងសញ្ញាចូលខ្ញុំដោះចេញដោយសារវាពេលដែលយើងលើកមកវាទើសខ្សែវាខ្លីពេកទៅចឹងយើងដោះចេញសិននេះកង្ហាដែលថាអេតថែមទៀតនេះកង្ហាខ្ញុំដាក់បញ្ចូលសិនអត់ទាន់បានបិទជួបិទអីទេខ្ញុំបញ្ចូលឲ្យតេស្តមើលសិនតេស្ត ampli មើលខ្ញុំតេស្តនឹងសំឡេងអូប៉ាឡឺតូចតេស្តជាមួយនឹងអូប៉ាឡឺតូចនឹងសិនចឹងយើងធ្វើការបើកមើលហើយបាទហើយគោះមើលសញ្ញាវាចឹងវាចេញធម្មតាគោះមើលសញ្ញាខាង A ខាង L អីចេញធម្មតាហើយបាទមានបញ្ហាអីទេចឹងយើងនៅឡើយតែចាក់បទចម្រៀងមើលតើវាមានស្អកមានអីតាមធម្មតាទៅវាអត់មានបញ្ហាអីនឹងស្អកនឹងអីទេព្រោះ resistance វាបានបនិចអស់ហើយ resistance ខាងចេញសំឡេងខាងជើងខាងអីហ្នឹងគឺអត់មានបញ្ហាអីទេអត់មានស្អកអត់មានអីទេអញ្ចឹងយើងធ្វើការចាក់មើលបាទយើងចាក់មើលហើយឃើញថាវាលឺធម្មតាបាទចឹងអំភ្លីរបស់យើងបន្ទាប់ពីជួសជុលរួចហើយយើងបានចាប់សម្បកចាប់អីស្រួលបួលរួចហើយបាទឥឡូវនេះយើងបើកប្រើជាមួយនឹងប្រេមួយនេះប្រេអេកូមួយនេះទៀតហើយយើងបិទបើកមើលវាមានភ្លើងធម្មតាហើយបាទវាមានភ្លើងទាំងខាង A និងខាង L ហើយវាមានធម្មតាហើយបាទបើសិនជាពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍ក្នុងការចង់ជួសជុលអំភ្លីបាទពុកម៉ែបងប្អូនអាចទំនាក់ទំនងមកខ្ញុំបានបាទខ្ញុំដាក់លេខទូរស័ព្ទនៅក្នុងចំណងជើងរបស់វីដេអូនេះឯងចឹងពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍អាចខលមកខ្ញុំបានបាទខ្ញុំទទួលធ្វើការជួសជុលទាំងអំភ្លីតូចអំភ្លីធំខ្ញុំជួសជុលបានបាទធានាថាធ្វើឲ្យពុកម៉ែបងប្អូនស្អាតដូចដើមវិញអាចប្រើប្រាស់បានដល់ស្រួលចឹងក៏សូមអរគុណពុកម៉ែបងប្អូនដែលបានទស្សនានៅវីដេអូរបស់ខ្ញុំតាំងពីដំបូងរហូតដល់ចប់យើងចាំជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ